មានកម្រិតធម្មពលយិនដែនធម្មពលវិញ្ញាណរបស់ខ្ញុំគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ការជួសជុលនេះសូមលោកម្ចាស់និកាយមេត្តាអនុញ្ញាតផងសិស្សនឹងមានការស្ទាក់ស្ទើរយ៉ាន់យាយវិញពិតជាមនុស្សដែលស័ក្តិសមបំផុតមែនទាំងឋានៈជាសិស្សច្បងទាំងស្នាដៃកម្ចាត់អ្នកដាំដុះបិសាចកម្រិតយួនយើងពីរនាក់និងធម្មពលវិញ្ញាណកម្រិតយិនដែនរបស់គេធម្មពលវិញ្ញាណកម្រិតយិនដែនរបស់គេប៉ុន្តែការជួសជុលត្រាត្រូវការប្រើប្រាស់ធម្មពលវិញ្ញាណយ៉ាងមហាសាលទោះបីជាអ្នកកម្រិតយិនដែនក៏ប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតដែរខ្ញុំនឹងទៅសូមលោកម្ចាស់និកាយមេត្តាអនុញ្ញាតផងទស្សនវិជ្ជានេះបានធ្វើឲ្យសិស្សក្នុងនិកាយទាំងអស់កោតសរសើរមិនដាច់ពីមាត់សិស្សច្បងលេនវាបានស្ម័គ្រចិត្តព្រមយកខ្លួនទៅប្រថុយដើម្បីជួសជុលត្រាមានតែខ្ញុំទេដែលគាត់សម្គាល់ឃើញស្នាមញឹមមួយផ្លែតនៅជ្រុងមាត់របស់គេពេលគេឲ្យមុខចុះវាលេចឡើងមិនដល់កន្លះវិនាទីផងក៏បាត់ទៅវិញក្រោមទឹកមុខដ៏មើងម៉ាត់នោះប៉ុន្តែនៅក្នុងការចងចាំនៃជាទី7របស់ខ្ញុំកាលពីអតីតកាលពេលដែលអ្នកដាំដុះបិសាចចូលមកក្នុងនិកាយក៏ធ្លាប់ញឹមបែបនេះនៅចំពោះមុខខ្ញុំដែរខាងក្រៅមើលទៅហាក់ដូចជាគោរពណាស់តែខាងក្នុងវិញពោពេញដោយភាពរំភើបនៃពាក្យសច្ចាសំឡេងរបស់លីហ្វឹងទាបជាងធម្មតាលីឡំជាមួយគំនិតដែលជារបស់គេការកម្រិតនៃសាលាចារឹកដែលកំពុងដំណើរការបានបង្កើតជាការឆ្លើយតបដ៏ពិសេសមួយការឆ្លើយតបបែបនេះមានតែអ្នកដែលប្រើខ្លួនមកច្រើនជាង100ឆ្នាំប៉ុណ្ណោះទើបអាចបញ្ចេញវាបានមិនមែនជាស្នាដៃរបស់ក្មេងជំនាន់ក្រោយដែលមានកម្រិតធម្មពលជាងតាំងទេវត្ថុទី1ដែលលីងយួនយកទៅពុករួមនឹងរបស់ដែលយើងដណ្ដើមបានពីការការពាររបស់និកាយរួមទាំងដៃខ្មៅអាយុកាល10000ឆ្នាំនិងរោមសត្វហ្វីងហាងដែលចិត្តនឹងទទួលបានរបស់ទាំង3នេះនឹងប្រមូលបានគ្រប់ក្នុងពេលឆាប់អ្នកដែលធ្លាប់ផ្សារភ្ជាប់ខ្ញុំពីមុនមិននឹកស្មានថាខ្ញុំនឹងចាប់ជាតិថ្មីតាមរបៀបនេះឡើយលីងយួនគិតថាគេចាប់ជាតិថ្មីហើយខ្ញុំនឹងមិនអាចស្គាល់គេបានទេនៅពេលដែលគេបញ្ចេញអាវុធមកនៅឯប៉ៃពីងយួនខ្ញុំក៏ស្គាល់នាងភ្លាមក្លិនអៃម៉ានោះគឺជាអ្វីដែលបន្សល់ទុកតាំងពីជាតិទី7ពេលដែលខ្ញុំធ្លាក់ចូលក្នុងផ្លូវមាសនាងមិនមែនជាយុនអ៊ីហ្វឹងទេនាងគឺជាម៉ូជុនដែលប្រើប្រាស់រូបកាយរបស់យុនអ៊ីហ្វឹងដើម្បីចុះមកកាន់លោកីខ្ញុំក៏ថយក្រោយទៅកាន់កន្លែងស្នាក់នៅដោយស្ងាត់រួចភ្ជាប់តម្រុយទាំងអស់ចូលគ្នាយុនអ៊ីហ្វឹងមិនមែនជាយុនអ៊ីហ្វឹងម្នាក់មុនទៀតទេនាងប្រហែលជាត្រូវបានបិសាចចូលសន្ធិដ្ឋនៅពេលណាមួយវាគឺនៅពេលដែលបំណែកព្រលឹងបិសាចបានរស់ឡើងវិញយ៉ាងយាយវិញត្រូវបានគេដណ្ដើមយកកាយនៅពេលដែលគាត់ចូលទៅក្នុងតំបន់បិទចិត្តជាលើកដំបូងប្រហែលជាពេលដែលនាងចូលទៅក្នុងតំបន់បិទចិត្តលើកដំបូងនៅពេលដែលបញ្ចប់ការជួសជុលត្រាកាលនោះយ៉ាងយាយវិញនៅត្រឹមតែជាសិស្សកម្រិតទាបប៉ុណ្ណោះបំណែកព្រលឹងបិសាចបានឆ្លៀតឱកាសពេលគាត់ចូលទៅជិតខ្សែសង្វារពន្លឺហើយជ្រាបចូលក្នុងខ្លួនគាត់ចាប់តាំងពីពេលនោះមកល្បឿននៃការវឹកហាត់របស់យាយវិញក៏កើនឡើងយ៉ាងឆាប់រហ័សមិនមែនដោយសារទេពកោសល្យទេគឺដោយសារបំណែកព្រលឹងបិសាចជួយគាត់ដោយសម្ងាត់ឋានៈជាសិស្សច្បងធ្វើឲ្យគាត់អាចប៉ះពាល់ដល់អាថ៌កំបាំងបំផុតរបស់និកាយអាចចូលទៅក្នុងតំបន់បិទចិត្តបានអាចគ្រប់គ្រងការជួសជុលត្រានៅពេលដ៏សំខាន់បំផុតហើយពេលនេះគាត់ស្ម័គ្រចិត្តស្នើសុំជួសជុលត្រាមិនមែនដើម្បីជួសជុលទេគឺដើម្បីបំផ្លាញវាចោលទាំងស្រុងការជួសជុលត្រាត្រូវការវត្ថុ3យ៉ាងតែខ្មៅ1ឆ្នាំសម្រាប់ធ្វើជាស្នូលនៃរង្វង់វេទមន្តទឹកកកយាយូសម្រាប់បង្កកស្នាមប្រេះលោកស្រីពិតជាល្អណាស់ប៉ុន្តែប្រសិនបើប្រើវត្ថុទាំង3នេះក្នុងទីដែលផ្ទុយគ្នាត្រានឹងត្រូវបំផ្លាញចោលទាំងស្រុងមនុស្សពាក់អាវខ្មៅលួចយកគម្ពីរទៅគឺដើម្បីបញ្ជាក់អំពីវិធីប្រើប្រាស់វត្ថុទាំង3នេះខ្ញុំត្រូវតែប្រាប់ការពិតទៅកាន់ស៊ូធានហួងប៉ុន្តែខ្ញុំគ្មានភស្តុតាងអ្វីទាំងអស់គ្មានអ្នកណានឹងជឿខ្ញុំឡើយសិស្សច្បងត្រូវបានមានសត្រូវដណ្ដើមយកព្រលឹងយុនអ៊ីហ្វឹងពេលនេះក្លាយជាវីរបុរសរបស់និកាយគេបានសម្រាប់អ្នកលេងមន្តអាគមខ្មៅពីរនាក់តែមកវាប្រហារនិកាយថែមទាំងនៅលើផ្ទាំងសាលាចារឹកមុខវិហារក៏មានចារឹកពាក្យសម្ដីរបស់សិង្ហធានពីរឃ្លាទៀតបើខ្ញុំនិយាយទៅតើមានអ្នកណាជឿក្រោមយន្តកំចាត់មាសគឺជាយន្តបិទព្រលឹងដែលខ្លាំងបំផុតយន្តនេះអាចបណ្ដេញព្រលឹងអ្នកឈ្លានពានបានមួយពេលគ្រាន់តែត្រូវស្ដាប់តាមចិត្តរបស់សាំងស៊ីននៅពេលដែលព្រលឹងអ្នកឈ្លានពានចូលមកដល់ចន្លោះចិញ្ចើមត្រូវចាំឲ្យច្បាស់ត្រូវតែប្រើកម្លាំងនៃយន្តឲ្យត្រឹមត្រូវដើម្បីមើលឃើញមុខមាត់ពិតរបស់ព្រលឹងអ្នកឈ្លានពានប្រើកម្លាំងព្រលឹងបញ្ជូនព្រលឹងត្រឡប់ទៅចន្លោះចិញ្ចើមវិញយន្តនេះនឹងអស់ប្រសិទ្ធភាពត្រូវតែដណ្ដើមយកវងហុងជិនយូពីយុនអ៊ីហ្វឹងឲ្យបានមុនពេលដែលគេដឹងខ្លួនត្រូវតែដណ្ដើមយកវងហុងជិនយូពីយុនអ៊ីហ្វឹងមុនពេលដែលគេដឹងខ្លួនស្ថិតនៅភ្នំនៅទីខាងត្បូងវាជាសត្វដ៏កម្រវាជាពូជពងសត្វទេពីបុរាណកម្លាំងរបស់វាអាចប្រៀបធៀបនឹងអ្នកខ្លាំងកម្រិតកំពូលប្រព័ន្ធឆ្នាំមកនេះគ្មានសិស្សណាអាចយកបានឡើយទោះបីជា Session នឹងទៅដោយខ្លួនឯងក៏ដោយក៏ប្រហែលជាមិនអាចត្រឡប់មកវិញដោយសុវត្ថិភាពដែរប៉ុន្តែខ្ញុំគ្មានជំរឿអ្វីផ្សេងទេខ្ញុំត្រូវតែទៅមុនយ៉ាងយាយវិញដើម្បីយកត្រូវតែទៅមុនពេលដែលគេបំផ្លាញត្រាឲ្យអ្នកទាំងអស់គ្នាមើលអ្នកចង់ទៅម្នាក់ឯងទៀតហើយមែនទេទៅភ្នំវែងយ៉ែងដើម្បីយកលើកនេះវាគ្រោះថ្នាក់ខ្លាំងណាស់ជាពូជពងសត្វទេពពីបុរាណកម្លាំងរបស់វាខ្លាំងកម្រិតកំពូលប្រព័ន្ធឆ្នាំមកនេះគ្មានអ្នកណាអាចយកបានទេខ្ញុំមិនចង់ឲ្យអ្នករងរបួសទៀតទេលើកមុននៅសួនបេងយួនអ្នកបានរងបាតដៃនោះជំនួសខ្ញុំរហូតមកដល់ពេលនេះរបួសនៅមិនទាន់ជាសះស្បើយទេលើកមុននៅសួនបេងយួនតើអ្នកណាជាអ្នកការពារអ្នកណាឲ្យប្រាកដខ្ញុំបានប្រាប់ហើយកុំព្យាយាមការពារខ្ញុំទៀតអីជីវិតនេះគឺជាជីវិតរបស់ខ្ញុំទៅជាមួយគ្នានាងធ្លាប់និយាយពាក្យដែរនេះកាលនោះខ្ញុំបានយល់ព្រមរួចនាងក៏រងការវាយប្រហារជំនួសខ្ញុំ
ពេលនេះនាងនិយាយពាក្យដែរនេះទៀតប៉ុន្តែលើកនេះមានរឿងខ្លះដែលខ្ញុំត្រូវប្រាប់អ្នកអំពីថាខ្ញុំជានរណាឲ្យពិតប្រាកដអំពីកម្មផលដែលអូសបន្លាយរាប់ម៉ឺនឆ្នាំមកនេះសំណួរដែលអ្នកសួរមិនទាន់ចប់កាលពី3000ឆ្នាំមុនពេលនេះខ្ញុំនឹងឆ្លើយប្រាប់អ្នកហេតុអ្វីបានជាមនុស្សលោកហ៊ានចូលមកកាន់ Washington រាប់ពាន់ឆ្នាំមកនេះអ្នកបដិបត្តិធម៌រាប់មិនអស់បានឈានជើងចូលមកទីនេះមិនដែលមានអ្នកណាម្នាក់រស់ចេញទៅវិញឡើយពួកអ្នកទាំងពីរមកទីនេះដើម្បីស្វែងរកសេចក្តីស្លាប់មែនទេកាលពី10000ឆ្នាំមុនពេលខ្ញុំមកយកកំណាព្យឲ្យពិតដំបូងក៏បានលុតជង្គង់ចុះបែបនេះដែរក្មេងជំនាន់ក្រោយឈ្មោះលិនយួនមកទីនេះដើម្បីស្វែងរកពាក្យពិតនៃហ្វីងហួងមិនមែនដើម្បីបដិបត្តិធម៌ឬស្វែងរកអំណាចទេគឺដើម្បីពង្រឹងត្រាផ្សារព្រលឹងបិសាចដែលត្រូវបានផ្សារទុកនៅក្រោមភ្នំខេងរូកាលពី10000ឆ្នាំមុនកំពុងតែភ្ញាក់ឡើងការពង្រឹងត្រាផ្សារត្រូវការពាក្យពិតនៃហ្វីងហួងសូមលោកជួយប្រទានឲ្យផងគេតែងតែនិយាយថាគេនៅចាំឈ្មោះនោះបានទោះបី10000ឆ្នាំកន្លងផុតទៅក៏ដោយពាក្យពិតនៃហ្វីងហួង1000ឆ្នាំទើបធ្លាក់ចុះមកមួយដុំកាលពី10000ឆ្នាំមុនក៏ធ្លាប់មានអ្នកមកយកវាទៅម្ដងដែរគេក៏ធ្វើបែបនេះដើម្បីផ្សារព្រលឹងបិសាចដែរគេក៏បានឆ្លងកាត់ការសាកល្បងដែរអ្នកក៏ដូចគ្នាដែរមែនទេដែលត្រូវយកពាក្យពិតទៅដើម្បីផ្លាស់ប្ដូរកាលពី10000ឆ្នាំមុនខ្ញុំក៏បានឆ្លងកាត់ការសាកល្បងដែរគ្រាន់តែមិននឹកស្មានថា10000ឆ្នាំក្រោយមកត្រូវត្រឡប់មកធ្វើវាម្ដងទៀតច្បាប់នៃការសាកល្បងគឺសាមញ្ញណាស់ក្នុងចំណោមអ្នកទាំងពីរមានតែម្នាក់គត់ដែលអាចរស់ចេញទៅបានឥឡូវនេះចូលធ្វើការសម្រេចចិត្តចោះមានតែម្នាក់គត់ដែលអាចរស់ចេញទៅបានហាក់ដូចជាស្ថានរកជុំវិញខ្លួនមិនពាក់ព័ន្ធនឹងគាត់សោះខ្ញុំនឹងនៅទីនេះខ្ញុំដឹងថាគាត់នឹងខឹងប៉ុន្តែខ្ញុំគ្មានជំរឿអ្វីផ្សេងទេមិនបានទេបើអ្នកនិយាយទៀតការដែលអ្នកនៅទីនេះមិនមែនដើម្បីធ្វើជាអ្នកយើងទេអ្នកមានបំណងដណ្ដើមយកពាក្យពិតដោយបង្ខំរួចសម្លាប់គេដើម្បីចេញទៅខ្ញុំស្គាល់អ្នកយូរមកហើយរាល់ពេលដែលអ្នកនិយាយថាខ្ញុំនឹងនៅទីនេះគឺសុទ្ធតែត្រៀមខ្លួនដើម្បីរ៉ាប់រងម្នាក់ឯងគាត់មើលធ្លុះចិត្តខ្ញុំហើយទុកឲ្យស្រីម្នាក់នេះចោះរាល់ដងតែងតែត្រូវគាត់មើលធ្លុះចិត្តគាត់គ្មានការចងចាំពីជាតិទី5មួយទេប៉ុន្តែការយកចិត្តពីជាតិទី5មួយនោះវាដកជាប់ក្នុងឆ្អឹងរបស់គេទុកឲ្យខ្ញុំវិញខ្ញុំនឹងនៅទីនេះគេត្រូវការពាក្យសច្ចៈរបស់អធិរាជដើម្បីទៅធ្វើរឿងដែលសំខាន់ជាងនេះគេមិនអាចជាប់គាំងនៅទីនេះបានទេគេមិនអាចជាប់គាំងនៅក្នុងក្រដាសនេះរាប់ពាន់ឆ្នាំទេកាលពី3000ឆ្នាំមុនកាលពី1000ឆ្នាំមុនអ្នកនិយាយថាជាតិក្រោយនឹងតាមរកអ្នកទៀតអ្នករកឃើញហើយមានរឿងខ្លះដែលខ្ញុំត្រូវប្រាប់អ្នកអំពីថាខ្ញុំជានរណាឲ្យពិតប្រាកដអំពីកម្មផលដែលអូសបន្លាយរាប់ម៉ឺនឆ្នាំមកនេះសំណួរដែលអ្នកសួរមិនទាន់ចប់កាលពី3000ឆ្នាំមុនពេលនេះខ្ញុំនឹងឆ្លើយប្រាប់អ្នកហេតុអ្វីបានជាមនុស្សលោកហ៊ានចូលមកកាន់ Washington រាប់ពាន់ឆ្នាំមកនេះ
អ្នកបដិបត្តិធម៌រាប់មិនអស់បានឈានជើងចូលមកទីនេះមិនដែលមានអ្នកណាម្នាក់រស់ចេញទៅវិញឡើយពួកអ្នកទាំងពីរមកទីនេះដើម្បីស្វែងរកសេចក្តីស្លាប់មែនទេកាលពី10000ឆ្នាំមុនពេលខ្ញុំមកយកកំណាព្យឲ្យពិតដំបូងក៏បានលុតជង្គង់ចុះបែបនេះដែរក្មេងជំនាន់ក្រោយឈ្មោះលេងយួនមកទីនេះដើម្បីស្វែងរកពាក្យពិតនៃហ្វីងហួងមិនមែនដើម្បីបដិបត្តិធម៌ឬស្វែងរកអំណាចទេគឺដើម្បីពង្រឹងត្រាផ្សារព្រលឹងបិសាចដែលត្រូវបានផ្សារទុកនៅក្រោមភ្នំខេងរូកាលពី10000ឆ្នាំមុនកំពុងតែភ្ញាក់ឡើងការពង្រឹងត្រាផ្សារត្រូវការពាក្យពិតនៃហ្វីងហួងសូមលោកជួយប្រទានឲ្យផងគេតែងតែនិយាយថាគេនៅចាំឈ្មោះនោះបានទោះបី10000ឆ្នាំកន្លងផុតទៅក៏ដោយពាក្យពិតនៃហ្វីងហួង1000ឆ្នាំទើបធ្លាក់ចុះមកមួយដុំកាលពី10000ឆ្នាំមុនក៏ធ្លាប់មានអ្នកមកយកវាទៅម្ដងដែរគេក៏ធ្វើបែបនេះដើម្បីផ្សារព្រលឹងបិសាចដែរគេក៏បានឆ្លងកាត់ការសាកល្បងនោះដែរអ្នកក៏ដូចគ្នាដែរមែនទេដែលត្រូវយកពាក្យពិតទៅដើម្បីផ្លាស់ប្ដូរកាលពី10000ឆ្នាំមុនខ្ញុំក៏បានឆ្លងកាត់ការសាកល្បងដែរគ្រាន់តែមិននឹកស្មានថា10000ឆ្នាំក្រោយមកត្រូវត្រឡប់មកធ្វើវាម្ដងទៀតច្បាប់នៃការសាកល្បងគឺសាមញ្ញណាស់ក្នុងចំណោមអ្នកទាំងពីរមានតែម្នាក់គត់ដែលអាចរស់ចេញទៅបានឥឡូវនេះចូលធ្វើការសម្រេចចិត្តចុះមានតែម្នាក់គត់ដែលអាចរស់ចេញទៅបានហាក់ដូចជាស្ថានរកជុំវិញខ្លួនមិនពាក់ព័ន្ធនឹងគាត់សោះខ្ញុំនឹងនៅទីនេះខ្ញុំដឹងថាគាត់នឹងខឹងប៉ុន្តែខ្ញុំគ្មានជំរឿអ្វីផ្សេងទេមិនបានទេបើអ្នកនិយាយទៀតការដែលអ្នកនៅទីនេះមិនមែនដើម្បីធ្វើជាអ្នកយាមទេអ្នកមានបំណងដណ្ដើមយកពាក្យពិតដោយបង្ខំរួចសម្លាប់គេដើម្បីចេញទៅខ្ញុំស្គាល់អ្នកយូរមកហើយរាល់ពេលដែលអ្នកនិយាយថាខ្ញុំនឹងនៅទីនេះគឺសុទ្ធតែត្រៀមខ្លួនដើម្បីរ៉ាប់រងម្នាក់ឯងគាត់មើលធ្លុះចិត្តខ្ញុំហើយទុកឲ្យស្រីម្នាក់នេះចុះរាល់ដងតែងតែត្រូវគាត់មើលធ្លុះចិត្តគាត់គ្មានការចងចាំពីជាតិទី5មួយទេប៉ុន្តែការយកចិត្តពីជាតិទី5មួយនោះវាដកជាប់ក្នុងឆ្អឹងរបស់គេទុកឲ្យខ្ញុំវិញខ្ញុំនឹងនៅទីនេះគេត្រូវការពាក្យសច្ចៈរបស់អធិរាជដើម្បីទៅធ្វើរឿងដែលសំខាន់ជាងនេះគេមិនអាចជាប់គាំងនៅទីនេះបានទេគេមិនអាចជាប់គាំងនៅក្នុងក្រដាសនេះរាប់ពាន់ឆ្នាំទេកាលពី3000ឆ្នាំមុនកាលពី1000ឆ្នាំមុនអ្នកនិយាយថាជាតិក្រោយនឹងតាមរកអ្នកទៀតអ្នករកឃើញហើយឥឡូវអ្នកនិយាយថាខ្ញុំនឹងនៅទីនេះតើអ្នកចាត់ទុកការវិលវល់ទាំង6ជាអ្វីការសាកល្បងបានឆ្លងកាត់ហើយការសាកល្បងមិនមែនជារឿងនៃការលះបង់ទេតែវាជារឿងនៃការពិតនៅចំពោះមុខសេចក្តីស្លាប់អ្នកទាំងពីរមិនបានជ្រើសរើសឲ្យម្ខាងទៀតស្លាប់ឡើយត្រេមជុលនេះអ្នកទាំងពីរយកវាទៅចុះដូចគ្នានឹងកាលពី10000ឆ្នាំមុនដែរកក់ក្ដៅរហូតធ្វើឲ្យគេគិតថាអ្វីនឹងល្អប្រសើរឡើងនៅលើខ្លួនអ្នកមានដាននៃពេលវេលាវិលវល់រាប់ម៉ឺនឆ្នាំទើបមកដល់ទីនេះមិនខុសគ្នាអ្វីឡើយចូលទៅធ្វើរឿងដែលអ្នកត្រូវធ្វើចុះនាងមើលដឹងហើយកាលពី10000ឆ្នាំមុនពេលដែលខ្ញុំមកដល់នាងនៅគ្រាន់តែជាកូនបក្សីមួយប៉ុណ្ណោះពេលនេះនាងបានឆ្លងកាត់ខ្យល់ព្យុះអស់10000ឆ្នាំហើយចំណែកឯការវិលវល់ក្នុងជីវិតរបស់ខ្ញុំនៅក្នុងក្រសែភ្នែករបស់នាងគឺគ្រាន់តែជាការកម្រើកកម្រាមដៃមួយផ្លែតប៉ុណ្ណោះខ្ញុំនិងស៊ូឈីងស្វែបាននាំយកវឹងហាងជីនយូ
ប្រញាប់ត្រឡប់ទៅកាន់និកាយយើងបានហោះហើរអស់មួយថ្ងៃមួយយប់ខ្ញុំបានប្រាប់នាងគ្រប់យ៉ាងអំពីអ្វីដែលបានកើតឡើងក្នុង10000ឆ្នាំមកនេះចាប់តាំងពីជាតិទី1ដែលបានពុះភ្នំឆាងអ៊ូរហូតដល់ជាតិទី7ដែលបានចូលទៅក្នុងភ្នែកនិងជាតិទី9ដែលបានឈរនៅចំពោះមុខនាងតើមិនចម្លែកត្រង់ណាមិនចម្លែកទេដែលអ្នកអត់ដែកនោះនៅក្នុងបណ្ណាល័យប្រសាទភ្នែករបស់អ្នកដូចជាកំពុងសម្លឹងមើលម្ចាស់ដែលរងចាំអស់10000ឆ្នាំមានសញ្ញាបង្ហាញថាការដណ្ដើមយកកាយត្រូវបានរំខានដោយបង្ខំនាងមិនមែនជាមូជនទេនាងគឺជាយុនអ៊ីហ្វាងពិតប្រាកដអ្នកនៅមានស្មារតីនៅឡើយការដណ្ដើមយកកាយមិនត្រូវបានគ្រប់គ្រងទាំងស្រុងទេនាងគ្រាន់តែជាអ្នករាយការណ៍និងជាកន្លែងផ្ទុកប៉ុណ្ណោះប៉ុន្តែខ្ញុំនៅតែអាចមានអារម្មណ៍ដឹងមានអារម្មណ៍ថាគាត់កំពុងប្រើប្រាស់រាងកាយខ្ញុំដើម្បីធ្វើរឿងទាំងនោះគឺជាអ្នកដែលបានផ្សំខ្ញុំមែនទេគឺខ្ញុំអ្នកដែលបានផ្សំអ្នកទុកក្នុងនេះកាលពី10000ឆ្នាំមុនស្ថាបនិកសូមទទួលការគោរពពីសិស្សផងខ្ញុំមិនមែនជាស្ថាបនិកអ្វីនោះទេខ្ញុំឈ្មោះលេនយួនក្រោកឡើងប្រើប្រាស់វិជាហាមឃាត់ដែលបណ្ដុះមក9ជាតិយកខ្លួនឯងធ្វើជាជាងមេឃដើម្បីកែសម្រួលផ្លូវស្ថានសុខឡើងវិញនេះជារឿងដែលគួរតែបញ្ចប់តាំងពី10000ឆ្នាំមុនមកម្លេះរឿងនោះខ្ញុំបានធ្វេសប្រហែសស្មានថាគ្រាន់តែបិទមាជនគឺអាចសុខសាន្តបានរាប់ពាន់ឆ្នាំទើបបានជាមានផលកម្មនៅថ្ងៃនេះខ្យល់ក៏ចាប់ផ្ដើមបក់បោកថាមពលមាកំពុងលេចធ្លាយផ្លូវស្ថានសុខកំពុងត្រូវបានបំផ្លាញថាមពលមាកំពុងលេចធ្លាយផ្លូវស្ថានសួគ៌កំពុងត្រូវបានបំផ្លាញទី1គឺផ្ទាំងសាលាស្ថាបនិកនិកាយបង្កើតនិកាយឡើងដោយភាពអង់អាចប្រាដាវនិកាយកັບបំបីភ្នំខេងលោកទាក់ទាញធម្មពលវិញ្ញាណពីស្ថានសួគ៌និងខែដីកើតជាឆ្វេងឈឺសងទី2គឺការហ្វឹកហាត់ចិត្តគំនិតស្វែងរកមានជីវិតអមតៈទី3គឺការធ្វើដំណើរពីពេញពិភពលោកគយគន់មើលដល់ទេពគ្រប់ទីទី4គឺការចាក់ចេញពីលោកីលែងខ្វល់ខ្វាយរឿងរ៉ាវខាងក្រៅទី5គឺការបង្កើតបណ្ដាញទេពកំចាត់មាទី6គឺការដកអាវុធមាចេញទី6គឺការជួបគេការនៅក្បែរគ្នាអស់រយៈពេល3000ឆ្នាំគេហាត់ដាវនៅក្នុងទីធ្លារាល់ថ្ងៃខ្ញុំអង្គុយមើលនៅត្រង់រៀនហាមើលបែបនេះអស់រយៈពេល3000ឆ្នាំនាងគឺជាជាតិដែលយូរជាងគេក្នុងចំណោមជាតិទាំង9របស់ខ្ញុំក៏ជាជាតិតែមួយគត់ដែលខ្ញុំមិនចង់ចាប់ជាតិថ្មីជាតិទី7ធ្លាក់ចូលក្នុងមាធ្វើឲ្យនាងយកជីវិតទៅបដូរដើម្បីឲ្យខ្ញុំភ្ញាក់ខ្លួនជាតិក្រោយខ្ញុំនឹងរកអ្នកឲ្យឃើញទៀតជាតិទី8បិទបាំងសមត្ថភាពខ្លួនឯងរស់នៅម្នាក់ឯងក្នុងលោកីរហូតដល់ចាស់ជរាចំណែកឯជាតិនេះជាតិទី9ទីបំផុតខ្ញុំយល់ពីអត្ថន័យនៃសង្សារវដ្តហើយមិនមែនដើម្បីឲ្យខ្លាំងក្លានោះទេមិនមែនដើម្បីសងសឹកនោះទេហើយក៏មិនមែនដើម្បីអមតៈដែរគឺដើម្បីពេលនេះឯងដើម្បីបញ្ចប់កម្មផលទាំង9ជាតិឲ្យដាច់ស្រឡះនៅក្នុងដាវមួយនេះវិជាហាមឃាត់បានคล้ายជាដាវណៃខេងស្នាមប្រេះនៅលើមេឃចាប់ផ្ដើមបិទជិតផែនដីលែងញ័ររញ្ជួយទៀតហើយខ្សែជីវិតវិញ្ញាណចាប់ផ្ដើមដំណើរការឡើងវិញភ្នំខេងបឺដែលត្រូវអាប់ខ្មៅគ្រប់ដណ្ដប់យូរពេកទីបំផុតចាប់ផ្ដើមមានជីវិតឡើងវិញចំណែករាងកាយរបស់ខ្ញុំក៏ចាប់ផ្ដើមរលាយបាត់បន្តិចម្ដងក្នុងពន្លឺនោះមិនដឹងថាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណាទេស្មារតីខ្ញុំក៏ភ្ញាក់ឡើងពីភាពងើតងល់ខ្ញុំឃើញខ្លួនឯងកំពុងដេកនៅក្នុងទីប្រជុំជនចម្លែកមួយក្រៅបង្អួចគឺជាភាពអ៊ូអរនៃពេលព្រឹកអ្នកលក់បន្លែស្រែកហៅគ្នាលក់ដូរក្មេងនៅផ្ទះជិតខាងកំពុងយំរំខានសំឡេងដំដែកបន្លឺឡើងពីហាងជាងដែកនៅឆ្ងាយពន្លឺថ្ងៃចាំងមកលើមុខមានអារម្មណ៍កក់ក្ដៅណាស់
ខ្ញុំចង់ក្រោកអង្គុយឡើងតែខ្ញុំបែរជាមានអារម្មណ៍ថាខ្លួនប្រាណធ្ងន់ខុសពីធម្មតាធម្មពលវិញ្ញាណបានបាត់អស់ហើយឬគល់វិញ្ញាណក៏គ្មានសល់ដែរការបដិបត្តិធម៌អស់9ជាតិនិងក្បាច់គុណរាប់ពាន់ដែលធ្លាប់ចងចាំសុទ្ធតែទេស្អាតខ្ញុំលើកដៃឡើងតែនោះមើលទៅគ្រើមជាងមុនច្រើនណាស់ស្នាមដុំពុកដែលកាត់ពីការកាន់ដាវយូរឆ្នាំបានបាត់អស់ទៅហើយនៅសល់តែបាតដៃរបស់មនុស្សធម្មតាប៉ុណ្ណោះខ្ញុំបានក្លាយជាមនុស្សធម្មតាទៅហើយជាមនុស្សធម្មតាដែលគ្មានអ្វីសោះពិតប្រាកដមែនខ្ញុំលើកដៃឡើងតែនោះមើលទៅគ្រើមជាងមុនច្រើនណាស់ស្នាមដុំពុកដែលកាត់ពីការកាន់ដាវយូរឆ្នាំបានបាត់អស់ទៅហើយនៅសល់តែបាតដៃរបស់មនុស្សធម្មតាប៉ុណ្ណោះពេលនេះខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ដែលបើកតូបលក់អក្សរក៏ល្អម្យ៉ាងដែរខ្ញុំបានបើកហាងលក់សៀវភៅតូចមួយនៅក្នុងក្រុងតូចនេះលក់សៀវភៅចម្រុះនិងសៀវភៅគំនូរជួយសរសេរសម្បត្តិឲ្យអ្នកដទៃជួនកាលក៏គូររូបឬសរសេរអក្សរខ្លះព្យួរលើជញ្ជាំងគូចុះគូឡើងក៏នៅតែជាអក្សរដែរនោះខ្លឹមសារសំខាន់នៃគម្ពីរឈ្វានឈៀវយ៉ែនដែន9ជាតិបានកន្លងផុតទៅហើយរាល់អក្សរទាំងនោះខ្ញុំនៅតែអ្នកដឹងទេថាមានថ្ងៃមួយគឺជាពេលរសៀលដែលពោពេញដោយពន្លឺថ្ងៃទ្វារហាងឫស្សីត្រូវបានគេរុញបើកពន្លឺថ្ងៃនៅខាងក្រៅចាំងខ្លាំងពេកខ្ញុំឃើញតែស្រមោលរាងកាយដ៏ស្រឡូនមួយខ្ញុំដាក់ប៊ិចដែលកំពុងសរសេរចុះរួចសម្លឹងមើលទៅនាងដើរចូលមកក្នុងរួចក្រឡេកមើលជុំវិញខ្លួនចុងក្រោយក្រសែភ្នែករបស់នាងក៏ធ្លាក់មកលើអក្សរដែលខ្ញុំទើបតែសរសេររួចនៅចំពោះមុខកែមភ្នែករបស់នាងកាន់តែឡើងក្រហម